Ủa bông, mày nghe nó bảo anh mắc khang chẳng bông. អូបាទថ្ងៃហ្នឹងយើងមកឃ្លាំងជាទូទៅគឺ schedule របស់ខ្ញុំក្នុងមួយខែយើងមាន schedule ចុះមកឃ្លាំងផ្ទាល់ហ្នឹងអាចម្ដងឬក៏ពីរដងតាមពេលដែលយើងទៅអត់ចឹងណាដោយសារតែយើងត្រូវមើលទៅកាន់អ្នកដែលគាត់កាន់ inventory កាន់ stock ហ្នឹងណាព្រោះពួកគាត់មាន schedule ជាទូទៅនៅក្នុងកន្លែងយើងគឺមួយអាទិត្យគឺគាត់ត្រូវចុះមកធ្វើ physical count ម្ដងដើម្បីផ្ទៀងផ្ទាត់ថាតើតំណែងនៅក្នុង system ហ្នឹងហើយនឹងតំណែងជាក់ស្ដែងនៅក្នុងឃ្លាំងហ្នឹងគឺត្រឹមត្រូវអត់ដោយសារតែយើងមកដល់ឃ្លាំងហើយឥឡូវខ្ញុំសូមបង្ហាញពីម៉ាស៊ីនដែលយើងរាប់ stock ប្រើសម្រាប់ software ERP របស់យើងអញ្ចឹងណាបាទខ្ញុំសូមខ្ចីម៉ាស៊ីនបន្តិចបាទម៉ាស៊ីននេះដែរគឺជាម៉ាស៊ីនរាប់ stock ដែលយើងមានលក់នៅហាង Skyboy របស់យើងដែរម៉ាស៊ីននេះគឺយើងអាច scan barcode នៅកន្លែងនេះវាមានម៉ាស៊ីន scan barcode បន្ទាប់មកបងប្អូនគ្រាន់តែ install app BK stock របស់យើងខាងក្រុមហ៊ុនយើងមកអញ្ចឹងនៅក្នុងនេះវាមាន function ច្រើនសម្រាប់ឲ្យយើងប្រើប្រាស់នៅក្នុងហ្នឹងអញ្ចឹងណាបាទអញ្ចឹង function ដែលសំខាន់នៅក្នុងហ្នឹងគឺយើងអាច scan ទៅយើងឆែកអីវ៉ាន់តើឃើញសល់អីវ៉ាន់មុខតំណែងហ្នឹងសល់ចំនួនប្រមាណឬក៏មួយទៀតដោយពួកគាត់កំពុងធ្វើការអញ្ចឹងគឺនៅពេលណាដែលគាត់ដល់ schedule សម្រាប់ឆែកអីវ៉ាន់ថាតើអីវ៉ាន់នៅក្នុង system ហើយនៅក្នុងនេះហ្មងហ្នឹងគឺយើងចុច function មកយើងអាច add មកបានហើយអញ្ចឹងឧទាហរណ៍ថាថ្ងៃហ្នឹងគាត់រាប់ location ឃ្លាំងនៅណាអញ្ចឹងណាបាទអញ្ចឹងថាទីតាំងនៅសាដេប៉ូយើងចោះអញ្ចឹងគាត់ add មកសាដេប៉ូមកបន្ទាប់មកគឺយើងអាចបើកមក list បានហើយអញ្ចឹង system វានឹង list ឲ្យយើងថាតើអីវ៉ាន់ណាសល់ប៉ុន្មានអីវ៉ាន់ណាសល់ប៉ុន្មានអញ្ចឹងយើងរាប់មួយផ្ទៀងផ្ទាត់មួយជាមួយនឹងចំនួននៅក្នុង system ក្នុងករណីត្រូវគឺយើងវាយបញ្ចូលចុះបើខុសវិញខុសក៏យើងនៅត្រូវវាយបញ្ចូលដែរបន្ទាប់មកតន័យយើង save ហើយយើងចូលទៅក្នុង software នៅក្នុង computer យើងអាចមើលឃើញហើយវានឹងចេញ comparison ថាតើតំណែងណាខ្លះដែលត្រូវជាមួយនឹង stock អីវ៉ាន់ជាក់ស្ដែងហើយនឹងអីវ៉ាន់ក្នុង system ហើយតំណែងខ្លះណាខ្លះដែលខុសអញ្ចឹងទៅយើងអាចរកឃើញថាមួយឃ្លាំងរបស់យើងនឹងតើតំណែងខុសមានតំណែងអីខ្លះហើយបានយើងធ្វើការឆែកឯកសារមើលតើវាខុសវាបាត់នៅកន្លែងណាបាទឥឡូវខ្ញុំប្រាប់ពីវិធីមួយទៀតនៅពេលណាដែលយើងជាគណៈគ្រប់គ្រងនៅក្នុងក្រុមហ៊ុនឬក៏ជា manager ឬក៏ជាម្ចាស់តំណែងម្ចាស់ឃ្លាំងហ្នឹងពេលដែលយើងមកមើលបុគ្គលិកយើងធ្វើការធ្វើ physical count ដែលរាប់ជាក់ស្ដែងហ្នឹងគឺយើងត្រូវការតែទូរស័ព្ទយើងមួយទៀតទេដោយសារអីយើងបើចាំទិញ device ពីរឯងបងប្អូនមានទូរស័ព្ទឬក៏ tablet Android យើងអាច download app របស់ខាងក្រុមហ៊ុនខ្ញុំបានអញ្ចឹងសូមចូលមកចិត្តតិចមកគឺ app នេះ BK Stock ដូចគ្នាអញ្ចឹង database យើងតែមួយឯងពេលដែលបងប្អូនចូលមកដល់កន្លែងនេះគឺយើងចូលមកកាន់ interface នេះហើយគឺយើងមានពាក្យថា check stock ឬក៏ product list នៅពេលដែលយើងចេញ check stock មកអញ្ចឹងខ្ញុំឧទាហរណ៍ថាឥឡូវហ្នឹងគាត់កំពុងតែរាប់ចំនួនតំណែងនេះមួយចោះអញ្ចឹងពេលដែលយើងឈរមើលគាត់ផ្ទាល់ហ្នឹងគឺយើងចូលលេខកូដហ្នឹងហ្មងហេតុអីដោយសារយើងអាចមើលគាត់ឃើញគាត់រាប់ជាក់ស្ដែងទេថាតំណែងហ្នឹងមាន6គ្រាប់អញ្ចឹងយើងផ្ទៀងផ្ទាត់ខ្លួនឯងហ្មងយើងមិនបាច់ចាំតាមតែបុគ្គលិកទេព្រោះជួនកាលបុគ្គលិកអាចចិត្តខុសឬក៏យើងចង់ច្បាស់ខ្លួនឯងគឺយើងចូលមកយើងមើលនៅកន្លែង warehouse នេះគឺវាចេញមកនេះ stock នៅនេះគឺវាមាន6គ្រាប់ចុះអាក្រហមនេះមានន័យថាម៉េចអានេះគឺជាកន្លែងឃ្លាំងរបស់ខ្ញុំផ្សេងទៀតដែលយើងមានទីតាំងនៅកន្លែងផ្សេងទៀតអញ្ចឹងមានន័យថាតំណែងហ្នឹងគឺខ្ញុំ stock តែនៅក្នុងឃ្លាំងហ្នឹងមួយឯងអញ្ចឹងបើសិនជាយើងចង់ធ្វើការ cross check ទៅលើបុគ្គលិកពេលដែលកំពុងរាប់ផ្ទាល់គឺយើងអាច sign in នៅកន្លែងនេះបានបើសិនជាយើងប្រើ tablet វាកាន់តែស្រួលទៀតដោយសារតែវានឹង show big screen មកអញ្ចឹងយើងអាចមើលស្រួលហើយនៅកន្លែងនេះគឺយើងអាចបើសិនជាអីវ៉ាន់យើងប្រើ barcode គឺយើង scan យកហ្មងនេះយើងអាច scan នៅកន្លែងនេះបានអញ្ចឹងបើយើងប្រើ barcode តែបើសិនជាអីវ៉ាន់ខាងខ្ញុំអត់ scan barcode ទេគឺខ្ញុំអាចវាយនៅលើនេះ search រកតាម item ឬក៏ឈ្មោះតំណែងឬក៏យើងអាច scroll មើលមកបាទអូខេអញ្ចឹងថ្ងៃហ្នឹងសូមចែកម្លែកតែប៉ុណ្្នឹងឯងអរគុណច្រើន